សួស្តីបងប្អូនទាំងអស់គ្នាចានេះគឺជាបងប្រុសរបស់ខ្ញុំចាមកស្រែសក់ទាំងពីរនាក់កូនគាត់តែម្ដងចាដោយសារកម្មវិធីកាត់ចំណងដៃនេះគឺត្រូវជាបងថ្លៃរបស់គាត់អញ្ចឹងណាហ្នឹងហើយត្រូវជាចដូនមួយខ្ញុំចាហើយមកពីអ្នកកូនគាត់តែម្ដងមកស្រែស្រង់សក់អញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ះដៃពីណាមិនប៉ះដៃចន្ទាចាគឺជាជាងកាត់សក់ម្នាក់ដែរចាស្អាតខ្ញុំអត់ដឹងទេនឹងតែពួយហើយតែមើលឲ្យមកសមរម្យដែរមើលតាមវ័យអញ្ចឹងណាôngពូមីងហើយផ្សែងនេះកូនពៅថតពីក្រោយចាដោយសារខាងក្រោយនោះដាំទឹកស្រស់កទួតចាធ្វើកទួតលក់ណាហ្នឹងហើយខ្ញុំក៏ញាប់ដៃញាប់ជើងដែរដោយសារដឹងថាបងគៀកម៉ោងចាម៉ោង4ជាងម៉ោង7:05ហើយអញ្ចឹងគឺយើងចាប់ដើមគៀកម៉ោងហើយឆ្លៀតស្រែសក់ឲ្យបងឲ្យបានស្អាតបាតសមរម្យចាដោយសារគាត់អត់សូវមានពេលនៅផ្ទះឲ្យôngពូមីងដាំឈូករាប់ហត្តាចាហើយខែធ្វើស្រូវក៏ស្រូវឈូកក៏ឈូករកត្រីរកអីមិនសូវអ្នកបាននៅផ្ទះទេបងខ្ញុំមួយថ្ងៃមួយខែគឺថានៅតែវាលតែម្ដងôngពូមីងទាំងអស់គ្នាចាហើយនេះជាបងប្រុសបង្កើតតែម្ដងបន្ទាប់ខ្ញុំណាចាអរគុណជម្រាបលា